ព្យាយាមមើលទាំងអស់កុំពឹងទៅលើការទូទាច្រើនពេកអ្នកខ្លះគាត់គិតថាគេអាចនឹងចេញអានេះគេអាចនឹងចេញបែបទីប៉ុន្តែគាត់អ្នកខ្លះគាត់មើលតែគាត់អ្វីដែលគាត់គិតនឹងឯងគាត់បានតែមើលរំលឹកអាផ្សេងទៀតទេអញ្ចឹងខ្ញុំព្យាយាមខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាគួរតែមើលឲ្យបានទាំងអស់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះអ៊ំបមីហើយជាសិស្សបានបញ្ចប់ការសិក្សាថ្នាក់កម្រិតវិទ្យាល័យនៅសាលារៀនទួនហ្វាទាំងថ្នាក់ភាសាចិននិងភាសាខ្មែរហើយជាសិស្សនិតិអេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2025ដូចគ្នាកន្លឹះតកតងនឹងការយកបាយនិតិអេហ្នឹងខ្ញុំមាន3សំខាន់ដែលទី1ហ្នឹងគឺការបែងចែកផែនការឬមកក៏ schedule ក្នុងការរៀនហើយការបែងចែក schedule ហ្នឹងដែរសម្រាប់មេរៀនតន្ទិញហ្នឹងគឺខ្ញុំមើលធម្មតាមើលមេរៀនសម្រាប់ប្រឡងប្រចាំខែតាមខែធម្មតារហូតដល់ចិត្តដល់ថ្ងៃប្រឡងបើខ្ញុំ focus លើមកប៉ុន្តែដល់ឡែកលើមុខវិជ្ជាគណនាលេខដូចជាគណិតរូបគីមីអីហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើលំហាត់ច្រើន focus លើតាមមេរៀនមួយដូចថាខ្ញុំមានទម្លាប់មួយដែរដូចថាពេលដូចមុខវិជ្ជារូបចឹងមេរៀនហ្នឹងលោកគ្រូគាត់ដាក់លំហាត់40ឬមួយក៏50ចឹងខ្ញុំប្រើពេល2ឬ3ថ្ងៃគឺធ្វើតែលំហាត់រូបនឹងសុទ្ធហ្មងហើយធ្វើចាប់ហើយបានចាប់ដើមធ្វើលើមុខវិជ្ជាផ្សេងតទៀតហើយដូចគ្នានឹងដែរសម្រាប់លើ schedule ដែរខ្ញុំរៀនហ្នឹងគឺរៀប schedule ទៅតាមសម្រាប់ទៅតាមការភាពផុសសាលាដូចថាមួយថ្ងៃហ្នឹងយើងប្រើពេលកន្លះថ្ងៃដើម្បីរៀនពីមុខវិជ្ជានៅសាលាដូចរូបហើយនឹងជីវៈចោះចឹងពេលដែលរៀនជីវៈហ្នឹងគឺព្យាយាមធ្វើលំហាត់ផុសគ្រូហើយនៅពេលដែលគ្រូដាក់នៅថ្នាក់ហ្នឹងហើយឆ្លៀតពេលហ្នឹងទៅទិញមេរៀនជីវៈនៅក្នុងម៉ោងនឹងដូចគ្នាហើយមិនថាទាំងសំណួរដែលគ្រូដាក់ឲ្យនៅថ្នាក់ឯងយើងឆ្លៀតទៅទិញមេរៀនផ្សេងទៀតដែលលោកគ្រូអត់បាននិយាយដូចគ្នាប៉ុន្តែក្នុងមុខវិជ្ជាជីវៈដូចគ្នាចំណុចមួយទៀតដែរក្នុងការធ្វើលំហាត់ហ្នឹងយើងក៏មើលដែរថាចំណុចណាដែលយើងសោយមុខវិជ្ជាណាដែលយើងសោយយើងគួរតែ focus លើមុខវិជ្ជានោះឲ្យបានច្រើនហើយមុខវិជ្ជាណាដែលយើងច្បាស់ហើយអូខេអាចទុកពេលបន្តិចសម្រាប់រំលឹកវាឬមួយក៏ទុកពេលក្រោយដើម្បីមើលវាឡើងវិញបានដោយសារតែយើងអាចនឹងច្បាស់លើមុខវិជ្ជាហ្នឹងហើយតកតងទៅនឹងថ្ងៃប្រឡងដូចគ្នាយើងត្រូវរៀបចំមុនមួយថ្ងៃរៀបចំកៅអៅរៀបចំកាតកាបូប3អីហ្នឹងរៀបចំឲ្យហើយមួយយប់មុនប្រឡងហ្នឹងដល់ថ្ងៃប្រឡងភ្លាមគឺយើងមានប្រដាប់ប្រដាគ្រប់សោដើម្បីចេញដំណើរទៅប្រឡងហ្មងសម្រាប់អនុស្សាវរីយ៍ដែរមានច្រើនដែលសារតែខ្ញុំចាប់ផ្ដើមរៀននៅសាលារៀនទួនហ្វាតាំងពីទូតមកបែបតាំងពីមត្តេយ្យចិនរហូតដល់ចាប់ទី12ខ្មែរទៀតចឹងអាចថាមានអនុស្សាវរីយ៍ច្រើនហើយជាពិសេសគឺការទី12ហ្នឹងហ្មងដូចថាពេលវ៉ាសាលាគេវ៉ាកងចឹងសិស្សគាត់ឈប់អស់ហើយប៉ុន្តែថ្នាក់ទី9ទី12ហ្នឹងលោកគ្រូគាត់ឲ្យមកសាលាពីអាទិត្យថែដើម្បីបំពន់ការសិក្សាធៀមវិទ្យាសាស្ត្រធៀមទី12ហ្នឹងដែរហើយ schedule គេការហ្នឹងដូចជាចូលរៀនម៉ោង8ការនោះគឺស្ងាត់ដោយសារតែគេឈប់អស់ហើយអញ្ចឹងម៉ោង7ជាងខ្ញុំមកដល់សាលាហ្នឹងគឺខ្ញុំដើរទៅវិញទៅមកក្នុងសាលាហ្នឹងដើម្បីដើរបដាអន្ទិញមេរៀនបដាមើលទេសភាពក្នុងសាលាបដាគឺថាវាមាន motivation មួយដែលជួយឲ្យយើងក្នុងការអន្ទិញមេរៀនឆាប់ចាំសម្រាប់ការបង្កើតសាកលវិទ្យាល័យទួនហ្វាពេលបច្ចុប្បន្នខ្ញុំមានអារម្មណ៍ថារៀង surprise ដែរដោយសារយើងរៀននៅហ្នឹងយើងដឹងហៅថាសាលានឹងបង្កើតសាកលវិទ្យាល័យប៉ុន្តែយើងអត់ expect ថាសាលាគាត់មានការចុះផ្សាយទៅតាមវិទ្យាល័យផ្សេងហើយនឹងការចុះផ្សាយតាម Facebook page ព័ត៌មានដែរដោយសារខ្ញុំនៅតែខ្ញុំអូស Facebook ឃើញ Facebook page ព័ត៌មានធំគឺចុះតែចុះផ្សាយពីសាកលវិទ្យាល័យទួនហ្វាទាំងអស់ហើយមានអារម្មណ៍ថា surprise ដោយសារវាអាចនិយាយបានថាវាជាលើកទី1ដែលឃើញទស្សនវិជ្ជាបែបហ្នឹងតាំងពីខ្ញុំរៀននៅទួនហ្វាពីមុនមកតកតងទៅនឹងទំនុកចិត្តដូចថាយើងរៀនវិទ្យាល័យពីថ្នាក់ទី1ដល់ថ្នាក់ទី12មកវាជាគ្រឹះមួយសម្រាប់ឲ្យយើងបន្តការសិក្សាឬមួយក៏សម្រាប់ជីវិតយើងដែរប៉ុន្តែនៅពេលដែលយើងចូលដល់សាកលវារៀងខុសប្លែកតិចដោយសារតែយើងត្រូវរៀងមានការស្រាវជ្រាវច្រើនប៉ុន្តែផ្ដោតទៅលើជំនាញដែលយើងបានជ្រើសរើសហ្មងហើយ
ខ្ញុំជឿថាសាកលវិទ្យាល័យទូនហ្វាគឺល្អសម្រាប់ក្នុងការរៀនភាសាចិនដោយសារតែដល់ពេលដែលគេនិយាយដល់សាកលវិទ្យាល័យទូនហ្វាគឺគេនឹកដល់ភាសាចិនមុនគេហើយវាមានភាពល្បីល្បាញតាំងពីយូរមកហើយដែរអញ្ចឹងគេថាការរើសជំនាញត្រូវហើយនឹងការរើសសាកលត្រូវគឺវាសំខាន់សម្រាប់ក្នុងការបន្តការសិក្សាយើងទៅមុខទៀតបានសម្រាប់ដំបូងមានដែរខ្ញុំចង់ផ្ដាំទៅអ្នកដែលគាត់កំពុងតែធៀមបាក់ឌុបហើយនឹងអ្នកដែលគាត់ត្រូវប្រឡងបាក់ឌុបឆ្នាំក្រោយៗទៀតដែរថាព្យាយាមរំលឹកមេរៀនកន្លែងណាដែលយើងសោយើងព្យាយាមមើលច្រើនហើយព្យាយាមមើលទាំងអស់កំប៉ុងទៅលើការទូទាច្រើនពេកអ្នកខ្លះគាត់គិតថាគេអាចនឹងចេញអានេះគេអាចនឹងចេញបែបទីប៉ុន្តែគាត់អ្នកខ្លះគាត់មើលតែគាត់អ្វីដែលគាត់គិតនឹងឯងគាត់បានតែមើលរំលឹកអាផ្សេងទៀតអីចឹងខ្ញុំព្យាយាមខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាគួរតែមើលឲ្យបានទាំងអស់ហើយមួយទៀតព្យាយាមអត់ពីលទ្ធភាពទោះបីជាពេលប្រឡងនោះមានការផ្លាត់ក្តីឬមួយក៏មានកន្លែងណាដែលខុសឆ្គងអីគេកុំស្ដាយក្រោយដែរដោយសារយើងពេលហ្នឹងបានព្យាយាមហើយអញ្ចឹងទៅit's okay ដោយសារតែពេលដែលខ្ញុំហ៊ានប្រឡងបាក់ឌុបហ្នឹងគឺមានកន្លែងផ្លាត់ដែរប៉ុន្តែគឺខ្ញុំអត់ស្ដាយក្រោយទេដោយសារគេពេលហ្នឹងគឺយើងពិតជាព្យាយាមបានអស់ពីលទ្ធភាពពិតមែនជាចុងក្រោយក៏សូមផ្ដាំដល់សិស្សដែលគាត់ធៀមប្រឡងទី12ដែរខ្ញុំសង្ឃឹមថាពួកគាត់នឹងព្យាយាមឲ្យអស់ពីលទ្ធភាពនៅថ្ងៃប្រឡងហើយព្យាយាមឆ្លើយឲ្យបានគ្រប់សំណួរទោះបីជាអត់ចេះក្តីហើយសង្ឃឹមថាពួកគាត់អាចនឹងទទួលបាននីតិល្អមួយដែលមិនថាអាចនឹងថាគាត់expect ថាបានអាហ្នឹងអាចនឹងទទួលបានអាហ្នឹងចុះហើយមួយទៀតការរើសសាកលវិទ្យាល័យក៏សំខាន់ដូចគ្នាដែរហើយសង្ឃឹមថាពួកគាត់អាចនឹងរើសសាកលវិទ្យាល័យមួយដែលជួយដល់ពួកគាត់នៅពេលថ្ងៃក្រោយទៀតទាំងការរៀនថ្នាក់បញ្ញាបត្រនិងការរៀនថ្នាក់ឧត្តមសិក្សាសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់ហើយក៏សង្ឃឹមថាអាចនឹងជួបអ្នកទាំងអស់គ្នាម្ដងទៀតនៅថ្នាក់សាកលវិទ្យាល័យដូចគ្នាសូមជម្រាបលាបាយ